គោចំនួន42ក្បាលគឺម្ចាស់គាត់ប្រកាសលក់ទៀតហើយអញ្ចឹងសម្រាប់គោនេះគឺជាប្រភេទគោមេហើយចំពោះគោនេះគឺជាប្រភេទគោដែលគាត់ប្រឡែងនៅតាមវាលហើយចំពោះសាច់របស់វាឃើញថាมันល្មមគឺมันស្គមពេកក៏មិនធាត់ពេកដែរហើយចំពោះគោខែប្រាំងវិញគឺវាមិនសូវជាមានអីស៊ីគ្រប់គ្រាន់ដូចជារដូវវស្សាទេមានតែចំបើងមានអីទេអញ្ចឹងសាច់របស់វាក៏វាមិនសូវជាមានប្រមាណដែរហើយអញ្ចឹងថ្ងៃនេះគឺម្ចាស់គាត់បានប្រកាសលក់ទាំងអស់តែម្ដងសម្រាប់គោមួយក្រោលនេះស្មើនឹង42ក្បាលបើនិយាយពីគោមួយក្រោលនេះវិញភាគច្រើនគឺជាប្រភេទគោមេហើយចំពោះគោឈ្មោលដូចជាមិនសូវជាមានទេហើយបើសិនណាជាមានក៏មានដូចជាកូនគោដែលនៅតូចៗដែរហើយចំពោះកូនគោដែលតូចៗវិញគឺដូចជាមិនសូវជាមានច្រើនទេគឺមានតិចតួចតែប៉ុណ្ណោះហើយគោដែលច្រើនគឺជាប្រភេទមេគោដែលរាងធំបាទគឺស្មើគ្នាមែនតែនសម្រាប់គោនេះមើលទៅប្រហាក់ប្រហែលគ្នាទេអត់មានតូចអត់មានធំទេគឺប្រហាក់ប្រហែលគ្នាសម្រាប់មេគោមួយក្រោលនេះអញ្ចឹងសម្រាប់គោនេះគឺទីតាំងគឺស្ថិតនៅឃុំក្បាលទឹកស្រុកទឹកផុសខេត្តកំពង់ឆ្នាំងបាទអញ្ចឹងថ្ងៃនេះគឺអ្នកកំពង់ឆ្នាំងគឺគាត់ប្រកាសលក់លក្ខណៈឈុតធំតែម្ដងគឺ42ក្បាលហើយគោនេះមើលទៅដូចជាមិនមែនជាគោដែលគាត់ចិញ្ចឹមមានខ្សែមានកលោះអីទេគឺជាប្រភេទគោដែលគាត់លែងតាមវាលឬតាមចំការសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់ទិញគោនេះយកទៅចិញ្ចឹមឬមួយក៏លក់បន្តអីគឺអាចទំនាក់ទំនងលេខទូរស័ព្ទរបស់ម្ចាស់គោដោយផ្ទាល់តែម្ដងគឺខ្ញុំដាក់នៅក្នុងចំណងជើងវីដេអូឬមួយនៅក្នុង comment បាទហើយចឹងចំពោះតម្លៃអីគឺពុកម៉ែបងប្អូនអាចចរចាជាមួយម្ចាស់ដោយផ្ទាល់តែម្ដងបាទហើយចឹងខ្ញុំក៏សូមណែនាំផលិតផលរ៉ែធម្មជាតិ Planet ដែលជារ៉ែធម្មជាតិសម្រាប់លាយជាមួយចំណីគោហើយចំពោះអត្ថប្រយោជន៍របស់រ៉ែធម្មជាតិ Planet នេះគឺជួយកុំឲ្យគោវាស៊ីដីស៊ីក្រណាត់ហើយជួយធ្វើឲ្យប្រព័ន្ធរំលាយអាហារគោដំណើរការបានល្អសាច់វាល្អអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការសម្រាប់យកទៅឲ្យគោស៊ីអីគឺអាចទំនាក់ទំនងលេខទូរស័ព្ទដែលខ្ញុំដាក់នៅក្នុងវីដេអូនេះបាទអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំសូមបង្ហាញពុកម៉ែបងប្អូនត្រឹមតែប៉ុណ្ណេះបាទអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបងគូមិនធំពេកបងគូវងកដាលគូខ្មែរគូ40គូជាងមកអត់សូវមានតូចបងកូនអត់មានទេមានមេសុតប្រយោជន៍ដល់ជាការត្រូវគូនេះសុទ្ធតែផើមមេខ្លះផើមមកងើយផើម